គ្នាថ្ងៃនេះខ្ញុំចង់បញ្យល់អំពីភាពខុសគ្នារវាងសភៅ Note ងាយស្រួលនិងសភៅ អតើខុសគ្នាបែបណាគំរូសរសេរហើយនឹងមានប្រយោជន៍សម្រាប់បងប្អូនទាំងគ្នាដែលរៀនកម្រិតណាឥឡូវមើលទាំងអស់គ្នាទាក់ទងនឹងសភៅ Note ងាយស្រួលនេះគឺសភៅ Note មាន ABC ណាគឺសភៅ Note មាន ABC មាន Note ហើយមាន ABC នៅពីក្រោមបងប្អូនអ្នកជើងមើលបានវាមាន ABC ដូចគ្នាគ្រាន់តែវាមានតកូលទឹកណា Note ហើយមានប្រាប់ឈ្មោះចង្វាក់ឈ្មោះតង់តំពោអីដូចគ្នាទាំងអស់ផងដែរប៉ុន្តែមាន Note មាន ABC បងប្អូនចេះអាន Note ក៏បានបងប្អូនដែលចេះអាន Note អាន ABC នេះក៏បានផងដែរវាមានអន្តរវាមានចម្រៀងបាទវាមានចម្រៀងចាប់ផ្ដើមចម្រៀងអីចឹងទៅតែតោះនៅសភៅអកវិញផងដែរគឺសម្រាប់អ្នកអត់ចេះសោះតែម្ដងបាទសភៅនេះគឺសម្រាប់អ្នកអត់ចេះសោះមានន័យថាគាត់អត់ចេះ Note ទេប៉ុន្តែគាត់ចង់ចុចលេងគ្រាន់តែសប្បាយឧទាហរណ៍ថាតាមអើយតាមនេះចុចគ្រប់ឯគេរេសលដល់ខាងលើនេះគឺជាដៃឆ្វេងទម្លាក់អកដៃខាងក្រោមនេះដៃស្ដាំអញ្ចឹងអត់មានភាពរញ៉េរញ៉ៃទេ